នៅពេលដែលអ្នកក្លាយជាមនុស្សរកប្រាក់តែម្នាក់ឯងដើម្បីចិញ្ចឹមមនុស្សមួយផ្ទះពេលនោះអ្នកនឹងយល់ពីអត្ថន័យនៃពាក្យថានឿយហត់វាតូចជាងអ្វីដែលអ្នកត្រូវធ្វើឈឺក៏មិនបានសម្រាកក៏មិនកើតព្រោះថាប្រសិនបើអ្នកហ៊ានតែដួលច្បាស់ជាគ្មាននរណាមកជួយឡើយកុំតូចចិត្តនៅពេលដែលគ្មាននរណាឃើញពីភាពនឿយហត់របស់អ្នកព្រោះបន្ទុកខ្លះស្ថិតនៅក្នុងចិត្តមិនមែនលើពាក្យសម្ដីឡើយអ្នកដែលអាចក្រោកឈរបានដោយគ្មានខ្នងបង្អែកតែងជាមនុស្សរឹងមាំហួសពីការស្មានជានិច្ចកុំចាំបាច់រងចាំពាក្យថាអរគុណកុំចាំបាច់ឲ្យអ្នកដទៃមកយល់ចិត្តអីព្រោះតួនាទីរបស់អ្នកដែលត្រូវទទួលបន្ទុកក្នុងគ្រួសារមិនមែនដើម្បីនរណាម្នាក់មកសរសើរនោះទេតែគឺដើម្បីឲ្យសមាជិកគ្រួសារអាចរស់នៅបានទាំងអស់គ្នាចាំទុកណាអ្នកមិនចាំបើកពូកែដើម្បីឲ្យអ្នកដទៃឃើញនោះទេសូមត្រឹមតែកុំដួលនៅពាក់កណ្ដាលផ្លូវគឺអាចរាប់បានថាទទួលជ័យជំនះហើយ